សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងទៅរៀនជំនាញភាសាអង់គ្លេសទាំងអស់គ្នាពី A ដល់ Z A is for apple ប្រែថាបន្លែប៉ោម B is for basketball ប្រែថាបាល់ C is for cat ប្រែថាមៀវមៀវ D is for donut ប្រែថានំដូណាត់បងប្អូនចូលចិត្តនំដូណាត់ទេ E is for elephant ប្រែថាសត្វដំរីបងប្អូនចូលចិត្តដំរីទេ F is for frog សត្វកង្កែប G is for guitar ហ្គីតាបងប្អូនប្រែថាហ្គីតាបងប្អូន H is for home បាទប្រែថាផ្ទះស្នាក់នៅ I am for the iguana ប្រែថាសត្វបង្គួយនៅផ្ទៃមួយទៀតណា J is for Ghana E for jaguar K is for koala L is for leaf ប្រែថាស្លឹកឈើ M is for moon ប្រែថាព្រះច័ន្ទបងប្អូនតបឃើញព្រះច័ន្ទពេលយប់អត់ N is for newspaper ប្រែថាកាសែត O is for ostrich ប្រែថាសត្វអូទ្រីសមានជើងវែងP is for pumpkin ប្រែថាផ្លែល្ពៅ pumpkin ប្រែថាផ្លែល្ពៅ Q is for quail ប្រែថាសត្វក្រួច R is for rose ប្រែថាផ្កាកុលាប S is for stamp ប្រែថាសត្វត្រាបងប្អូនស្គាល់សត្វត្រានេះសត្វត្រានេះស្តៀងផ្សោតយើង T is for tomato ប្រែថាប៉េងប៉ោះ U is for umbrella គេប្រើវាសម្រាប់ទូភ្លៀងប្រែថាឆ័ត្រ V is for vase ប្រែថាថូដាក់ទឹក W is for watermelon ប្រែថាផ្លែអន្លើកមានរសជាតិឆ្ងាញ់ H is for xylophone ប្រែថារនាប Y is for yarn អំបោះសម្រាប់ដេរខោអាវ Z is for zebra ប្រែថាសត្វអីគេបងសត្វបង្កងបាទអរគុណ